ឲ្យទៅព្រៀងតិចថ្ងៃនេះដែរខ្ញុំនឹងចង់លុយ$10ធ្វើម៉ូតូជិះឆ្វែលជុំវិញកោះរ៉ុងអើយជិះលឿនណាស់ប្រូសុំទីទៅណាដាច់ចិត្តបែបបងខ្ញុំថាម្ដាលេងនឹងនេះអត់ភ្លៀងហើយតែភ្លៀងដល់បាននេះថតអីកើតមើលមេចឹងខ្ញុំនៅតែថ្ងៃនេះមួយថ្ងៃទៀតទេត្រូវស្អែកទៅវិញហើយដល់ពេលថ្ងៃនេះវាភ្លៀងអញ្ចឹងបើភ្នែកម្លឹមឡើងភ្លៀងយកមកនិយាយទៅបើសិនជាតិចទៀតរាំងភ្លៀងខ្ញុំនឹងទៅជិះទៅទិញគ្រឿងសមុទ្រញ៉ាំហើយជិះទៅតំបន់ផ្សេងទៀតឲ្យអ្នកនរគ្នាមើលតែចាំរាំងភ្លៀងសិនអីឥឡូវខ្ញុំកំពុងដើរទៅរកជួម៉ូតូដើម្បីជិះទៅគេព្រៃស្វាយព្រៃអីនោះផ្ទះអ្នកភូមិម្ដុំទៀតចឹងហើយឥឡូវខ្ញុំដូរកន្លែងគេងមួយទៀតមកកន្លែងទៀតហ៊ានអត់រងថ្ងៃហ៊ានណាហ៊ាននៅសាខំសិក្សាកាត់តូចស្មាននឹងចេញហ៎ចេញមកម៉ានដល់នៅលើនឹងអត់សុកអត់រងសុបាយហ្មងបើជ្រុលគេថាវីដេអូមួយណាភ្លៀងអីទៅទៅអាវភ្លៀងថតក្រោយនិយាយទៅគឺ fan ដូចគ្រប់ពេលហើយឲ្យទៅភ្លៀងមេងនេះរឹងណាស់គេប្រាប់ថាផ្លូវល្អទៅអត់កើតទេតិចហើយវាចិត្តណាស់នេះអើយជិះលឿនណាស់ប្រូអ្នកនរគ្នាខ្ញុំរើខមមិនមកកោះរ៉ុងនេះឲ្យជិះម៉ូតូហ្មងនិយាយទៅធំហើយកន្លែងចង់ឲ្យទេសភាពស្អាតមែនតើនេះនៅពីក្រោយខ្ញុំនេះជិះទៅចុកហ្នឹងក៏សមុទ្រទៅនិយាយទៅឃើញទេសភាពប្លែកពីគ្នាហ្មងដោយសារខ្ញុំជិះសឹងតែថាពតមកជុំវិញហើយជិះ explore នៅលើហ្នឹងបងអ្នកគ្នាដឹងខ្ញុំចាក់សាំងមិញ1លីត្រមែនអត់នៅលើគោក1លីត្រ4000នៅអត់នៅលើកោះ1លីត្រ9000ខុសគ្នា5000ថាទៅគាត់ត្រូវដឹកត្រូវអីមកអញ្ចឹងណាវែងឆ្ងាយដែរគាត់ត្រូវចំណេញដែរភូមិព្រៃស្វាយគេនេះឃើញតាមក្នុងវីដេអូភូមិគេធំមិនល្មមទេណាខជិះ100ផឹកចង់1ម៉ោងនេះចូលមកដល់ក្នុងជ្រៅខ្លាំងមែនទែនកលុកកលៀតណាក៏មានទេអានេះជិះមករាប់ម៉ោងល្មមដល់ទៅជិះឡើងពេញកោះហ្មងណាតែគេមានហាងទូទូអញ្ចឹងពេលច្រើនអឺរ៉ុបគាត់មកអញ្ចឹងទៅសម្ដេចពុកលោកវាកូនកោសុតលោបញ្ចូលពូកែខ្លាំងណាស់អើយទឹកដៃជើងចាំពូកែខ្លាំងណាស់រហាំងរហួនហើយខែនេះរៀងមនុស្សរៀងស្បាយ relax ហើយ chill ហើយ explore ដើរមើលស្ងប់ស្ងាត់យើងមកដើរលេងចេះគឺដើម្បីវឹកហាត់ខ្លួនឯងឲ្យស្ងប់ស្ងាត់ខ្លះកុំឲ្យវឹកវរពេកអូននោះមកដូចបងកោប្រាក់មកនេះណាគេនៅធ្វើនឹងមុខទីណាតែឲ្យមកដូចបងកោប្រាក់ទៅហើយស្គាល់បងកោប្រាក់អត់ស្គាល់ហើយអូមកគ្នាក៏អីអត់អត់ម៉ាក់ខ្ញុំមានសម្រាប់ខាត់មុខមកអេអូអូខេមួយឆ្នាំមកយកសុំបងអូនហ្នឹងណាប់ទាំងណាល្មួយតូបនៅកន្លែងផ្លូវនេះជិះមកតាមភូមិស្គាល់ទៅកោសយ៉ាមីហើយសុំទីទៅណាដាច់ចិត្តមែនបងគូប្រាក់ប្រាប់ថាឲ្យជួយទិញនំគីហងបងគូប្រាក់តូចឥឡូវខ្ញុំមកញ៉ាំអីនៅក្នុងភូមិអ្នកគ្នាឃ្លៀងរំសាយចូលឆ្អឹងគោមែនបងយកស៊ុបឡតឆ្អឹងគោលាយពីរនឹងចូលគ្នាអ្នកគ្នាខ្ញុំកំពុងតែឃ្លៀនហើយមេឃឃ្លៀងតិចទៅឥឡូវមិនសេចក្ដីចាំពីហើយស៊ុបក្តៅហើយអូហូយស៊ុបហើយមេឃឃ្លៀងនៅលើកោះអ្នកគ្នាអើយទៅបែរហងឃ្លៀនហ្នឹងហើយស៊ុបគោសាច់គោសតសុំមិននិយាយអ្វីទាំងអស់ឲ្យលទ្ធផលអ្នកប្រាប់ទិញគ្រឿងសមុទ្រមួយសិនអ្នកគ្នាមកសមុទ្រអត់ញ៉ាំគ្រឿងសមុទ្របីកើតអ្នកគ្នាមកប៉ុន្មានថ្ងៃអី1គីឡូមែន4,500អាធំ4,500អាទូច3,500យើងទិញកន្លែងហ្នឹងហើយគាត់ធ្វើហូបឲ្យយើងទៅញ៉ាំយើងឆ្ងាញ់បើគាត់យើងក៏ឆាយើងក៏យកមកមុខ1,500យើងសាក់មកគីសិនក្តាមស្រស់ល្អដោយសារក្តាមមិនរស់ហ៎ញ៉ាំណាស់រឿងអីខាងហើយអ្នកនរគ្នាបើ
មើលវីដេអូនេះហើយប៉ុន្តែកន្លែងណាដែលខ្ញុំអត់ទាន់ទៅហើយគាត់ធ្លាប់ទៅមុនអីចឹងអាចតម្លាក់នៅក្នុងវីដេអូនេះបានដើម្បីឲ្យគាត់អ្នកទៅក្រោយគាត់មានកន្លែងទៅផ្សេងក្រៅពីហ្នឹងទៀតនិយាយទៅខ្ញុំមកលើកទី1ខ្ញុំដើរបានតែប៉ុណ្្នឹងសិនទេបើមានលើកក្រោយទេខ្ញុំអាចនឹងជិះទូកទូចព្រៃនឹងមើលផ្កាថ្មអីទៅច្រើនទៀតអ្នកគ្នាប៉ុន្តែឥឡូវនេះពេលវេលាមានកំណត់ហើយមេឃភ្លៀងទៀតហើយចឹងគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើចូលចិត្តកុំភ្លេច like ជួយ share ហើយជម្រាបលា